ថ្ងៃនេះខ្ញុំមិនដែរនាំបងប្អូនទាំងអស់គ្នានៅវាំងននគុណភាពដែលត្រូវទឹកអត់ជឿរហ័យហើយសម្បីអ្វីត្រូវថ្ងៃក៏អត់មានហៅគាត់ទៅណាដែរវាំងនននេះធ្វើពីក្តារធម្មតាទេប៉ុន្តែយកទៅអ៊ុតផ្លាស្ទិកពីក្រៅមួយជាន់ទៀតហើយរបៀបក្នុងការកាត់វិញក៏អត់សូវពិបាកប៉ុន្មានដែរអាចមើលតាមដំណើរដែលខ្ញុំបង្ហាញបានបើមើលអត់សូវទាន់ទេអាចទៅមើលនៅក្នុង YouTube ដែលខ្ញុំដាក់នៅខាងលើនេះហើយកន្លែងនេះខ្ញុំជឿពេលយប់ឡើងកាត់បន្ថែមទៀតជួយគ្នាកាត់រួចរាល់អស់ហើយបានយកទៅអ៊ុតផ្លាស្ទិកតមកក៏បបវាំងននចាស់ចេញព្រោះវាំងនននឹងធ្វើតាំងពីឆ្នាំមុនប្រើបានតែមួយឆ្នាំទេវាលហើយធ្លុះធ្លីអស់ហើយអាខ្លះវិញឡើងអាចចាយឡើងអាក្រក់មើលចឹងទៅក៏សម្រេចចិត្តថាជួយគ្នាធ្វើវាំងននថ្មីតែលើកនេះអ៊ុតផ្លាស្ទិកឲ្យប្រើប្រាស់បានយូរហើយសម្រាប់ថ្នាក់រៀនខ្ញុំមានប្អួយដល់ទៅ9ប្រើប្រាស់ស្លឹកវាំងនននេះអស់27ក្នុងមួយប្អួយប្រើតែ3កណ្ដាលរ៉ាមទេធ្វើវាំងនននេះហើយខ្ញុំគិតថាឆ្នាំក្រោយអត់បាក់ធ្វើទៀតទេដោយសារតែវារក្សាទុកបានយូរបើសិនជាប្រឡាក់អីក៏គ្រាន់តែជូតទៅហើយបងប្អូនអាចមើលបាននេះជាសកម្មភាពដែលបិទភ្ជាប់ទៅនឹងសុំប្អួយដោយសារសុំប្អួយហ្នឹងធ្វើពីឈើគ្រាន់តែប្រើតែកឹបធំហ្នឹងកឹបប៉តែ5 6គ្រប់កឹបហ្នឹងជាប់ហើយអត់ងាយទៅណាទេហើយជាចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយទៀត